នេះខែ12នេះឯងថ្ងៃខែ12នេះ2024នេះចំណាប់អារម្មណ៍ខ្ញុំមូលហេតុខ្ញុំចូលសហការស្ត្រីនោះព្រោះខ្ញុំមើលឃើញបងរចនាគាត់ចូលហើយខ្ញុំមើលឃើញគាត់មានតំណែងល្អមែនតើជាមួយសហការស្ត្រីហើយសហការស្ត្រីកម្ពុជាយើងអត់ស្គាល់យើងក៏បានរៀបចំឲ្យគាត់និយាយទៅល្អហ្មងអញ្ចឹងខ្ញុំចាប់អារម្មណ៍ខ្ញុំក៏សួរនាំគាត់ពីបញ្ហាហ្នឹងហើយក៏សម្រេចចិត្តចូលមកហើយចង់ដឹងចង់រៀនអំពីតើសហការស្ត្រីគេធ្វើអីខ្លះចង់ស្វែងយល់យ៉ាងហ្នឹងឯងព្រោះឃើញមានសហការស្ត្រីមានការជួយពង្រឹងស្ត្រីយើងមួយចំនួនដែលគាត់ខ្វះសមត្ថភាពក្នុងការបោះបង្ហាញในការជួបជាមួយនឹងពាណិជ្ជកម្មជាច្រើនអញ្ចឹងបើសិនចូលសហការស្ត្រីគាត់បានណែនាំនិងជួយពន្យល់បន្ថែមនិងផ្ដល់ចំណេះដឹងដែលខ្វះខាតដល់ពួកគាត់អញ្ចឹងតែខ្ញុំចាប់អារម្មណ៍ហើយក៏អរគុណលោកភាពដែរពេលដែលចូលសហការស្ត្រីគាត់តែមើលថែរហូតទៅពីកម្មវិធីគាត់ប្រាប់បងជិះទៅនៅបងជិះទៅនៅរហូតតែយើងមានអារម្មណ៍ថាកក់ក្ដៅនៅពេលដែលចូលជាសមាគមនឹងអត់ឃើញទេបង